ជំរាបសួរបងប្អូនទាំងគ្នាហ្នឹងហើយថ្ងៃនេះខ្ញុំបានមកវត្តថ្ងៃចូលឆ្នាំទី1នៅអាមេរិកនេះគឺថ្ងៃទី1បើនៅខ្មែរគេចូលថ្ងៃទី2ហ្នឹងហើយអាមេរិកដើរយឺតជាងមួយថ្ងៃអញ្ចឹងណាបងប្អូនហ្នឹងហើយក៏យកចង្ហាន់មករៀបចំប្រគេនលោកអញ្ចឹងហ្នឹងហើយបងប្អូនហើយថ្ងៃហ្នឹងគឺថ្ងៃច័ន្ទអត់សូវមានមនុស្សមកប៉ុន្មានទេបងប្អូនហ្នឹងហើយព្រោះមានអ្នកខ្លះគេធ្វើការបើចំថ្ងៃអាទិត្យម្សិលមិញគឺមនុស្សច្រើនហ្នឹងហើយយើងរៀបចំចង្ហាន់លោកហ្នឹងហើយមានម្ហូបច្រើនណាស់នេះម្ហូបគ្រប់មុខបងប្អូនខ្មែរយើងគាត់ធ្វើយកមកណាហ្នឹងហើយប្រពន្ធខ្ញុំក៏ជួយរៀបចំវិចង្ហាន់អញ្ចឹងទៅមួយមិញទាំងពួងបានពេលឃើញពេលដោយបាយចាក់វេគឺថានឹងបានដឹងដោយស្ដាប់នៅសោតាបតិមៈមួយសោតាបន្ទាប់ពីយើងយកចង្ហាន់ប្រគេនលោកហើយក៏ដើរមកលេងខាងក្រៅតិចនេះឈ្មោះវត្តហ្នឹងហើយយើងថតទស្សនវិជ្ជាខាងក្រៅវត្តជូនបងប្អូនមើលហើយអត់សូវមានបងប្អូនយើងមកទេព្រោះដូចខ្ញុំបញ្ជាក់ពីខាងដើមមិញអញ្ចឹងគឺថ្ងៃច័ន្ទអញ្ចឹងមានបងប្អូនខ្មែរយើងគាត់ទៅធ្វើការអញ្ចឹងណាហើយមានខ្លះក៏អត់ធ្វើទៅអញ្ចឹងគាត់មកអញ្ចឹងគឺអត់សូវឃើញមនុស្សច្រើនទេហើយខ្ញុំឃើញវត្តហ្នឹងគឺការតុបតែងរបស់ព្រះអង្គគឺស្អាតណារៀបចំដូចនៅខ្មែរអញ្ចឹងបងប្អូនហើយវត្តហ្នឹងគឺស្អាតមែនតើហើយមានជុំវិញហ្នឹងគឺសិតតែក្បាច់ដូចបងប្អូនបានឃើញអញ្ចឹងណាហើយវត្តហ្នឹងគឺព្រះអង្គបានកសាងបដាអញ្ចឹងណាហើយខ្ញុំថតទស្សនវិជ្ជាទីធ្លាវត្តជុំវិញអញ្ចឹងណាហើយលោកកសាងបានច្រើនហ្នឹងហើយពីមុនបានតិចតួចទេអញ្ចឹងណាហើយវត្តហ្នឹងគឺនៅលើភ្នំបងប្អូនហ្នឹងហើយនេះដូចខ្ញុំថតអញ្ចឹងគឺថតពីលើវិហារទៅហើយវិហារហ្នឹងនៅលើភ្នំអញ្ចឹងណាវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនក្នុងការតាមដានទស្សនាវីដេអូរបស់ខ្ញុំអញ្ចឹងណាបងប្អូន